ក្រសួងសាធារណការនិងដឹកជញ្ជូននិងអាជ្ញាធរខេត្តកណ្ដាលបានសហការដឹកនាំកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវិតម្លៃកិច្ចប្រតិបត្តិការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសនៅខេត្តកណ្ដាលដែលកិច្ចប្រជុំនេះបានរៀបចំឡើងនៅសាលាខេត្តនាថ្ងៃទី12ខែឧសភាឆ្នាំ2025ថ្លែងបើកកិច្ចប្រជុំឯកឧត្តមសេងឈួនរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសមានប្រសាសន៍ថាដើម្បីពង្រឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកពិសេសការដឹកជញ្ជូនលើសកម្រិតកំណត់ដែលបង្កមកពីការកែច្នៃតទ្រង់បន្ថែមខុសពីលក្ខណៈបច្ចេកទេសរដ្ឋបាលខេត្តអាជ្ញាធរក្រុងស្រុកនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ត្រូវរួមសហការគ្នាទប់ស្កាត់និងបង្ក្រាបឲ្យមានប្រសិទ្ធភាពចំពោះយានយន្តដែលកែច្នៃខុសលក្ខណៈបច្ចេកទេសក្នុងខេត្តកណ្ដាលឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់អង្គប្រជុំទាំងមូលត្រូវលើកឡើងនៅមតិយោបល់ឲ្យបានច្រើនដើម្បីរួមគ្នាពិនិត្យពិភាក្សាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដែលផ្ដោតលើបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងបំណងស្វែងរកដំណោះស្រាយសម្ដៅទប់ស្កាត់និងបង្ក្រាបបទល្មើសយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់និងត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ឆ្លៀតក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តរដ្ឋបាលក្រុងស្រុកមន្ទីរពាក់ព័ន្ធកម្លាំងមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងចូលរួមទប់ស្កាត់យានយន្តដឹកជញ្ជូនធុនធ្ងន់ដឹកលើសទម្ងន់និងយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសដែលជាមូលហេតុធ្វើឲ្យផ្លូវថ្នល់ខូចខាតមុនអាយុកាលកំណត់និងគ្រោះថ្នាក់ចរាចរណ៍ដែលនាំឲ្យខូចខាតដល់ទ្រព្យសម្បត្តិនិងអាយុជីវិតអ្នករួមដំណើរតាមដងផ្លូវថ្លែងក្នុងកិច្ចប្រជុំនេះដែរឯកឧត្តមហសុកមករាអភិបាលរងខេត្តកណ្ដាលបានផ្ដាំផ្ញើដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកត្រូវផ្ដល់កិច្ចសហការល្អជាមួយក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តពិសេសត្រូវត្រួតពិនិត្យជាប្រចាំនិងមានវិធានការចំពោះយានដ្ឋានកែច្នៃខុសច្បាប់នៅតាមក្រុងស្រុករបស់ខ្លួនឯកឧត្តមអភិបាលរងខេត្តបានផ្ដល់អនុសាសន៍ដល់ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តត្រូវបន្តសកម្មភាពការងារត្រួតពិនិត្យឲ្យបានជាប់ជាប្រចាំនិងត្រូវធ្វើរបាយការណ៍ឲ្យបានទៀងទាត់ក្នុងករណីអាក់ខានមិនបានចុះអនុវត្តការងារត្រួតពិនិត្យត្រូវរាយការណ៍និងបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់ជូនថ្នាក់ដឹកនាំជាពិសេសត្រូវចាត់វិធានការម៉ឺងម៉ាត់ចំពោះម្ចាស់យានយន្តកែច្នៃនិងការដឹកជញ្ជូនផ្ទុកខុសលក្ខណៈបច្ចេកទេសតាមច្បាប់ជាធរមាននិងមិនមានការលើកលែង។